បងប្អូនខ្ញុំឆ្ងល់ជាអ្នកខ្លះឃើញខ្ញុំនិយាយពីរឿងសុខភាពផ្លូវភេទហ្នឹងថាខ្ញុំនឹងចំណាស់ហ្នឹងហើយនៅរយយករឿងអត់គេខ្មាស់ចឹងយកមកនិយាយនៅលើបណ្ដាញសង្គមនៅលើពិភពលោកឲ្យគេដឹងអត់អ៊ីនអត់ខ្មាស់ខ្ញុំចង់សួរថាអញ្ចឹងនៅលើពិភពលោកនេះគ្រប់សាសគ្រប់ពូជសាសទាំងអស់អ្នកណាមិនមានសិទ្ធិមិនមានអាការរួមភេទហ្នឹងខ្ញុំចង់សួរអញ្ចឹងហើយដែលអ្នកឯងមកនិយាយថាខ្ញុំនឹងយករឿងអត់គេខ្មាស់មកនិយាយហ្នឹងខ្ញុំប្រាប់បើនៅស្រុកខ្មែរខ្ញុំមិនដឹងទេបើស្រុកអាកាំងនេះឲ្យតែយើងចូលទៅដល់ពឹកជាពិសេសយើងឆ្លងទន្លេហើយអីហើយយើងត្រូវទៅពិនិត្យសុខភាពផ្លូវភេទយើងហ្នឹងអាសុខភាពរោគស្ត្រីដែលយើងធ្វើឆ្លងទន្លេហើយចាប់ដើមមកពឹកសួរយើងហ្មងអ្នកឯងមានបានរួមភេទអត់រយៈពេលប៉ុណ្ណេះហើយរយៈពេលប្រហែលហើយពេទ្យគេsẽប្រាប់យើងកើតកូនហើយឆ្លងទន្លេហើយរយៈពេលប្រហែលដែលយើងអាចនៅមួយគ្នាបានយើងមិនអាចនៅមួយគ្នាបានគេសួរអញ្ចឹងហ្មងហើយមិនបាច់មកកុហកគេបើកាលណាយើងនិយាយប្រាប់ថាអូខ្ញុំអត់បានរួមភេទឬក៏អត់មានសិទ្ធិមានអីចេះចុះគេដាក់មកផាំងហ្មងខ្ញុំប្រាប់ឡើងស្ពឹកមុខរបស់ពេទ្យអាហ្នឹងពេទ្យនៅស្រុកអាកាំងនេះបើថាពេទ្យនៅស្រុកខ្មែរខ្ញុំអត់ដឹងទេតែបើពេទ្យនៅស្រុកអាកាំងនេះអត់ទេជីកសួរអ្នកឯងតាំងពីចេះចុះសັບគ្រប់ហ្មងនិយាយថាសួរខ្ញុំដំបូងខ្ញុំគិតថាពេទ្យនឹងឈួតតាខ្ញុំមកដល់អាមេរិកដំបូងពេលគេសួរចឹងចុះពេទ្យនេះឈួតហ្នឹងមកសួររឿងចឹងអាហ្នឹងរឿងផ្ទាល់ខ្លួនរឿង private តាមិនបានត្រូវមកសួរអញ្ចឹងដល់ពេលខ្ញុំចេះសួរគេគ្រប់គ្នាគេថាពេទ្យនៅស្រុកអាកាំងនេះអញ្ចឹងឲ្យតែយើងចូលទៅដល់ពឹកនិយាយពីរឿងសុខភាពផ្លូវភេទហ្នឹងគឺគេនិយាយចេញមកហ្មងសំបីតាក្មេងរៀនណាអាយុតាចូល13 14ឆ្នាំបរៀនពីរឿងអស់ហ្នឹងខ្ញុំប្រាប់តិចថាមិនជឿហើយកុំមកនិយាយថាខ្ញុំមិនចំណាស់ហ្នឹងនិយាយតែពីរឿងសុខភាពផ្លូវភេទបានខ្ញុំនិយាយណែនាំឲ្យដឹងគូអរគុណខ្ញុំអ្នកខ្លះភ្លើអត់ដឹងអីសោះហ្មងកុំនិយាយអ្នកខ្លះឃើញអ្នកខ្លះដេកដាច់តសៃឈាមងាប់ឯងឃើញអ្នកខ្លះដេកដាច់តសៃឈាមអ្នកខ្លះស្ពឹកឯងដោយសារអីអត់មានសម្រួលតសៃអត់បានទៅហាត់ប្រាណអត់បានទៅអិចសិក្សាអត់បានសម្រួលតសៃអីសោះអាហ្នឹងហើយជាមូលហេតុតិចថាមិនជឿពេទ្យនៅស្រុកនេះគេនិយាយអាការរួមភេទមានតំណែងតំណងស្នេហាហ្នឹងជួយបាន30ទៅ40%កាត់បន្ថយជំងឺមហារីកអាហ្នឹងពេទ្យអាកាំងនិយាយដុកទ័រនិយាយប្រាប់ខ្ញុំតិចថាមិនជឿកុំច្រឡំ